អ្នកខ្លះទុក power bank ចោលអត់ប្រើតែ2 3ខែសោះពេលចង់យកមកប្រើវិញឃើញវាប៉ោងឃើញវាហើមវាខូចអញ្ចឹងមុននឹងចោលថា power bank នឹងខូចអាហ្នឹងយើងខ្ញុំប្រាប់ពីមូលហេតុសិនអញ្ចឹងមូលហេតុដែលថាគ្រាន់តែទុកចោល2 3ខែសោះវាខូចអីជួនកាលវាមិនមែនមកពី power bank ទេកត្តាទី1គឺថានៅពេលដែលយើងប្រើ power bank ទាំងអស់ 0% ហើយយើងទុកចោលយូរពេកអញ្ចឹងថ្មលីទៀមឬក៏សារធាតុគីមីដែលនៅក្នុង power bank ទាំងអស់ហ្នឹងគឺវានឹងងាប់ដោយសារតែអីវាថ្មវា 0% ហើយវាអត់មានប្រតិកម្មអីសោះក្នុងរយៈពេល2ទៅ3ខែហ្នឹងវាអាចនឹងធ្វើវាប៉ោងវាហើមវាខូចអញ្ចឹងឯងបងអញ្ចឹងមូលហេតុឬក៏ដំណោះស្រាយដែលអាចជៀសវាងពីរឿងហ្នឹងបានអញ្ចឹងយើងអាចអូខេបើសិនជាយើងលែងសូវប្រើហើយយើងអាចសាកថ្មវាត្រឹម50ទៅ 60% ទៅហើយយកទុកចោលទៅបន្តមក2 3ខែក្រោយមកយើងយកវាមកប្រើម្ដងពីរដងទៅកុំឲ្យវា power bank ហ្នឹងវាអត់មានប្រតិកម្មគីមីសោះវាអាចឆាប់ខូចថ្មខូចអីអញ្ចឹងហ៎បងអញ្ចឹងសម្រាប់ power bank ពីរនេះទូចៗនេះក្នុងដៃខ្ញុំហ្នឹងអាហ្នឹងតម្លៃ$19ដូចគ្នាមានខ្សែសាកមកជាប់មកជាមួយដូចគ្នានេះមានទាំង Type C មានទាំង iPhone អានេះដូចគ្នាមានទាំង Type C ទាំង iPhone អញ្ចឹងតម្លៃ$19ទេហើយតំណែងដែលទិញពីក្នុងហាងយើងចាប់ពី2មកឡើងគឺយើងអាច free សេវាដឹកបានទេបងអរគុណ